នៅផ្ដើមសេរីដំបូងយើងបានឃើញថាមានកំពូលភ្នំដែលត្រូវបានមានរទេះបាញ់ដោយពេលនោះយើងបានឃើញថាមានដាវមួយចាក់ទៅកាន់បរិសម្នាក់ហើយគាត់ក៏ជាមនុស្សចុងក្រោយដែលរស់នៅក្នុងពិភពលោកនេះផងដែរហើយពេលនោះបរិសម្នាក់នោះគឺកំពុងតែត្រូវរបួសយ៉ាងធ្ងន់ដោយការចាក់មួយនោះពិភពលោកក៏បានរលាយវាគឺមានរយៈពេល10ឆ្នាំហើយដែលមនុស្សធ្វើសង្គ្រាមចាញ់បិសាចហើយមនុស្សជាច្រើនគឺត្រូវបានស្លាប់ហើយអ្នកដែលបានរស់គឺគ្មានកំណត់ទេពួកគេគ្រាន់តែបង្កកំណត់ឲ្យពួកបិសាចទៀតតែប៉ុណ្ណោះក្នុងនាមគឺជាអ្នករស់នៅចុងក្រោយគេបំផុតនៅក្នុងជួរកងទ័ពពិសេសខ្ញុំគ្រាន់តែប្រយុទ្ធតែម្នាក់ឯងតែប៉ុណ្ណោះ Theodorus គឺជាព្រះនៃ Destruction ហើយក៏ជាស្ដេចបិសាចផងដែរឯងមើលទៅទូទ្រាំណាស់តែយើងអាចជួយឯងបានទេខ្ញុំបានទុកឯងរស់យូរជាងនេះបន្តិចចឹងវាគឺជាជំរើសដ៏ល្អទេមនុស្សម្នាក់នេះសេភ័យតើវាត្រូវទេឯងគឺជាមនុស្សយើងតាមរយជាយូរតើ extradition បានឲ្យឯងមែនទេតើពួកវាបានរត់គេចជាមួយនឹងភាពភ័យខ្លាចរបស់សត្រូវពួកវាតើមែនទេពួកវាពិតជាអត់ប្រយោជន៍ណាស់យើងមិនអាចឈរសង្ស័យបានទេតើឯងនឹងទេយើងបានចាប់អារម្មណ៍ជាមួយនឹងភាពពិសេសរបស់ឯងដូច្នេះយើងផ្ដល់សំណើឲ្យឯងមួយយើងនឹងឯងនឹងធ្វើការជាមួយគ្នាតែឯងចង់បានថាម៉េចយើងនឹងអាចចូលជាមួយឯងបានទេបានចូលមកយើងគិតថាវាក៏មិនមែនជាសំណើដ៏អាក្រក់មួយដែររាងកាយរបស់ខ្ញុំពេលនេះក៏មិនអាចប្រយុទ្ធបានទៀតដែរដូច្នេះខ្ញុំនឹងប្រើប្រាស់ធម៌ពលចុងក្រោយតែខ្ញុំមានបើផ្ទុះវាសម្រាប់ចោលតែម្ដងឆាប់ឈោងដៃមកនាងបាននិយាយថាវាពិតជាសំខាន់ណាស់ដូច្នេះខ្ញុំនឹងស្ដាប់តាមនាងនឹងខាសស្ពែវេទមន្តដ៏សាហាវមួយវាគឺពិតជាមានអារម្មណ៍ឈឺណាស់ចំពោះដៃខ្ញុំហើយក៏មានសមត្ថភាពជាខ្លាំងមួយនឹងចេញមកពី dimension ផ្សេងនេះគឺជាសំណើរបស់យើង Lazarus ស្ដេចបិសាចការផ្ទុះដ៏ខ្លាំងមួយដែលធ្វើឲ្យ Lazarus គឺភ្ញាក់ផ្អើលខ្លាំងមែនទែនសេភ័យឯងពិតជាឈួតមែនទែនឯងចង់ធ្វើឲ្យយើងស្លាប់មែនទេឯងពិតជាមនុស្សចង្រៃយើងពិតជាចង់សម្លាប់ឯងណាជាមួយនឹងការប្រកួតដ៏សែនយូរនេះគឺជាទីបញ្ចប់របស់ខ្ញុំហ៎តើពេលនេះវាមានរឿងអ្វីកើតឡើងរបួសរបស់ខ្ញុំក៏បានជាហើយអាវក្រោះរបស់ខ្ញុំក៏បានថ្មីផងដែរតើខ្ញុំកំពុងតែស្ថិតនៅទីណាវាគឺជារូបសំណាកព្រះនិងគឺជាប្រាសាទដែលខ្ញុំមិនដែលឃើញពីមុនមកខ្ញុំបានឃើញប្រាសាទនិងរូបចម្លាក់ព្រះដែលខ្ញុំមិនដែលឃើញអូខ្ញុំដឹងហើយនេះគឺជាឋានសួគ៌វាល្អណាស់តែមិនមែនជាឋាននរកពេលនោះក៏សត្វតែមានទេវតាម្នាក់បានបង្ហាញខ្លួនចូលមកក្នុងទីនេះអូខេនេះឥឡូវវីដេអូយើងដល់ចប់ហើយខ្ញុំក៏អរគុណអ្នកនេះដែរហើយបើសិនជាខ្ញុំមានពេលខ្ញុំនឹងធ្វើឲ្យច្រើននេះអូខេចុងក្រោយខ្ញុំសូមអ្នកនេះជួយចុច like និង subscribe ហើយ goodbye អ្នក